មានរឿងអ្វីកាត់ឡើងនៅពេលដែលផែនដីកើតគ្រុនក្តៅចេះឈឺអីតាមមនុស្សផែនដីក៏ចេះឈឺដែរបាតុភូតនេះគេហៅថាបាតុភូត El Niño El Niño គឺជារឿងធម្មជាតិវាមិនមែនជាបាតុភូតចន្លែកឬក៏ជាគ្រោះធម្មជាតិដែលកើតមានឡើងដោយសារតែការបង្កើតរបស់មនុស្សទេវាគឺជាវដ្តអាកាសធាតុធម្មជាតិមួយរបស់ភពផែនដីដែលកើតមានឡើងជារៀងរាល់2ទៅ7ឆ្នាំម្ដងហើយព្រឹត្តិការណ៍នេះកើតឡើងម្ដងជាទូទៅអូសបន្លាយចន្លោះពី9ទៅ12ខែជួនកាល12ឆ្នាំក៏មានដែរទោះជាយ៉ាងណាអ្វីដែលធ្វើឲ្យបាតុភូត El Niño មានលក្ខណៈខុសប្រក្រតីនិងគួរឲ្យខ្លាចនោះគឺស្ថិតនៅលើកត្តាពីរនេះទី1វដ្តនៃធម្មជាតិប៉ុន្តែបង្កើតនូវភាពមិនធម្មតាទោះបីជាបាតុភូតធម្មជាតិប៉ុន្តែនៅពេលដែលវាលេចឡើងវាកែប្រែរបបខ្យល់និងចរន្តទឹកសមុទ្រទាំងស្រុងដែលធ្វើឲ្យមានអាកាសធាតុកាចសាហាវខុសពីធម្មតានៅជុំវិញពិភពលោកតំបន់ខ្លះដែលធ្លាប់តែមានភ្លៀងធ្លាក់ល្មមបែរជាមានគ្រោះរាំងស្ងួតនិងរលកកម្ដៅកាចសាហាវដូចជាតំបន់អាស៊ីអាគ្នេយ៍យើងជាដើមតំបន់ខ្លះទៀតដែលធ្លាប់តែធម្មតាបែរជាជួបគ្រោះទឹកជំនន់និងបាក់ដីធ្ងន់ធ្ងរដូចជានៅតំបន់អាមេរិកខាងត្បូងទី2ការប្រែប្រួលអាកាសធាតុធ្វើឲ្យវាខ្លាំងជាងមុននេះគឺជាកត្តាដែលអ្នកវិទ្យាសាស្ត្រព្រួយបារម្ភបំផុតពិភពលោកបច្ចុប្បន្នកំពុងតែកើនឡើងកម្ដៅដោយសារតែឧស្ម័នផ្ទះកញ្ចក់នៅពេលដែលបាតុភូត El Niño កើតមានឡើងនៅលើភពផែនដីដែលកំពុងតែក្តៅស្រាប់វានឹងរុញច្រានកម្លាំងរបស់វាឲ្យកាន់តែខ្លាំងឡើងរហូតបង្កើតបានទៅជា Super El Niño ឬ Godzilla El Niño ដែលមានថាមពលបំផ្លិចបំផ្លាញនិងបង្កផលប៉ះពាល់ដល់ជីវិតមនុស្សខ្ពស់ជាងមុនឆ្ងាយណាស់ប្រៀបធៀបងាយ El Niño គឺដូចជាជំងឺគ្រុនក្តៅរបស់ផែនដីការកើតមានជំងឺគ្រុនក្តៅគឺជារឿងធម្មតារបស់រាងកាយប៉ុន្តែប្រសិនបើរាងកាយចុះខ្សោយស្រាប់ដូចជាផែនដីឡើងកម្ដៅសកលនោះវានឹងធ្វើឲ្យជំងឺគ្រុនក្តៅធម្មតាคล้ายទៅជាជំងឺគ្រុនក្តៅកម្រិតធ្ងន់ធ្ងរដែលប៉ះពាល់ដល់ជីវិតចុងក្រោយនេះ admin មានដំណឹងអាក្រក់មួយមកប្រាប់អ្នកទាំងអស់គ្នាគឺដំណើរវិលត្រឡប់នៃ Godzilla El Niño និងការបិទច្រកហូរមកតើនឹងមានរឿងអ្វីកើតឡើងដោយសារតែវីដេអូមាននាទីកំណត់ដូច្នេះហើយ admin នឹងបកស្រាយលម្អិតពីដំណឹងអាក្រក់នេះនៅក្នុងវីដេអូក្រោយជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ